សួស្តីបងប្អូនមកកាន់ Channel YouTube លីតាប្រជិតហើយនេះជាវីដេអូទី1ដំបូងគេបងអស់នៅក្នុង Channel YouTube របស់ខ្ញុំហើយក្នុងវីដេអូនេះដែរគឺខ្ញុំនឹងមកបង្ហាញកលឹះតិចតួចខ្លះៗសម្រាប់បងប្អូនដែលគាត់រៀនចាក់ដំបូងដែលគាត់អត់ចេះសោះហើយបងប្អូនដែលគាត់ចាប់ផ្ដើមរៀនចាក់ដំបូងអ្វីដែលបងប្អូនត្រូវមានគឺមានឧបករណ៍នៅក្នុងដៃជាមុនសិនដូចជាម្ជុលអំបោះកន្ត្រៃអីជាដើមនឹងបងប្អូនដំបូងយើងបាច់ចំណាយច្រើនហើយយើងមានតែឧបករណ៍តិចតួចឬក៏អ្វីដែលយើងមាននៅក្នុងតែយើងអាចប្រើប្រាស់បានយើងយកមកប្រើប្រាស់មកបងប្អូនហើយដូចជាបងប្អូនរៀនចាក់ដំបូងបងប្អូនគួរតែរើសពណ៌អំបោះដែលរៀនចាក់ដំបូងគឺជាពណ៌ភ្លឺដូចជាលឿងពណ៌តបែកភ័យជាដើមហ្នឹងដើម្បីងាយស្រួលមើលប្រឡោះដោយសារតែយើងអត់ទាន់ចេះយើងចាក់ពណ៌ភ្លឺបែបនេះវាងាយស្រួលមើលប្រឡោះហើយបងប្អូនកុំចាក់ពណ៌ដូចជាពណ៌ខ្មៅពណ៌ណាដែលវាមើលទៅកម្ៅអាហ្នឹងយើងយកមកចាក់មកយើងរៀងពិបាកមើលប្រឡោះតិចដោយសារតែយើងដំបូងយើងអត់ទាន់ចេះអញ្ចឹងណាហើយបន្តមកគឺនៅក្នុងវីដេអូហ្នឹងគឺខ្ញុំបង្ហាញបងប្អូនពីការចាក់ឆែនឬក៏កតុយកដោតែម្ដងដើម្បីងាយស្រួលបងប្អូនមើលហើយចាក់តាមហើយយើងរៀនជាមួយគ្នាបដាដើម្បីងាយស្រួលយើងចាប់ផ្ដើមចាក់អីផ្សេងដូចជាផ្កាកវោមកអីជាដើមហ្នឹងតុក្កតាអីជាដើមហ្នឹងហើយបងប្អូនអាចមើលនៅក្នុងវីដេអូនេះបានការចាក់ឆែនរបស់ខ្ញុំគឺខ្ញុំយកអំបោះមកតាក់បែបនេះហើយការតាក់អំបោះបែបនេះបងប្អូនគឺបងប្អូនអាចធ្វើតាមវិធីផ្សេងបានឲ្យតែបងប្អូនគិតថាវាស្រួលអញ្ចឹងណាហើយបងប្អូនអាចមើលក្នុងវីដេអូនេះបានគឺខ្ញុំយកអំបោះមកតាក់ច្អល់ដៃបែបនេះហើយកូនដៃហើយនឹងនាងដៃខ្ញុំចាប់អំបោះខាងក្រោមហើយមេដៃនិងកណ្ដាលដៃខ្ញុំចាប់កតុយអំបោះបែបនេះហើយការកាន់ម្ជុលក៏ដូចគ្នាដែរបងប្អូនកាន់របៀបណាក៏បានឲ្យគិតថាពេលកាន់ហើយស្រួលចាក់ស្រួលតាក់អំបោះអញ្ចឹងណាបងប្អូនហើយការចាក់ឆែននេះគឺបងប្អូនយកម្ជុលតាក់អំបោះដូចនៅក្នុងវីដេអូអញ្ចឹងណាបងប្អូនតាក់មកតាក់បន្តរហូតបែបនេះឯងគេហៅថាឆែនឬក៏កតុយកដោនឹងឯងគឺបងប្អូនចាក់របៀបនេះរហូតដល់ស្ទាត់គិតថាកាន់អំបោះក៏ស្ទាត់ហើយកាន់ម្ជុលក៏ស្ទាត់ហើយអញ្ចឹងណាហ្នឹងយើងអាចចាប់ផ្ដើមទៅចាក់អីផ្សេងជាឧបករណ៍ឬក៏ផ្កាអីផ្សេងបានហើយបងប្អូនរៀនចាក់កតុយកដោបែបនេះមករហូតដល់ស្ទាត់មកហើយនិយាយទៅបងប្អូនចាក់ឲ្យបានច្រើនទៅដើម្បីឲ្យងាយវាស្ទាត់ដៃអញ្ចឹងណាហើយក៏អរគុណបងប្អូនដែរសម្រាប់ការទស្សនាវីដេអូនេះគឺខ្ញុំអត់មានអីច្រើនទេក្នុងការបង្ហាញនៅក្នុងវីដេអូដំបូងនេះគឺមានតែប៉ុណ្្នឹងឯងហើយអរគុណបងប្អូនសម្រាប់ការទស្សនាហើយបើសិនជាបងប្អូនចង់បានវីដេអូបន្ថែមទៀតឬក៏ចង់បានវីដេអូថ្មីកុំភ្លេចជួយ Subscribe Channel YouTube របស់ខ្ញុំផងដើម្បីយើងចាប់ផ្ដើមរៀនចាក់ជាមួយគ្នាអរគុណ